ភ្នាល់ដាក់ជីវិតរបស់តំណាងរដ្ឋាភិបាលក្រៅប្រទេសមួយរូបផ្នែកកិច្ចការព្រំដែនគឺលោកអ៊ុំសំអានតាមពិតរឿងភ្នាល់រឿងអីនេះមិនមែនតែនទៅវាជារឿងតល់ច្រកទេបងប្អូនរឿងស្បត់រឿងភ្នាល់សុទ្ធតែជារឿងតល់ច្រកហើយខ្ញុំមិនមែនតែនតល់ច្រកដែរព្រោះមុននេះក៏ខ្ញុំបានស្ទើរតែហ៊ានភ្នាល់ដាក់ជីវិតថារឿងកម្ពុជាទាដីពីថៃមកវិញនេះគឺមិនអាចបានទេបើយើងមិនប្តឹងទៅតុលាការអន្តរជាតិឥឡូវនេះស្រាប់តែលោកអ៊ុំសំអានក៏លោកមានទស្សនៈយល់ឃើញប្រហែលជាតល់ច្រកដូចគ្នាដែរតល់ច្រកនៅក្នុងការដែលមិនដឹងធ្វើយ៉ាងម៉េចអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអន្តរជាតិឬក៏កិច្ចព្រមព្រៀងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបានដើម្បីយកអាយន្តការច្បាប់អន្តរជាតិឬក៏សន្ធិសញ្ញាអន្តរជាតិនឹងយកមកដាក់សម្ពាធថៃឲ្យខ្ជាក់ដីមកខ្មែរវិញបានណាតែកម្ពុជាជ្រើសរើសយកវិធីចរចាស្អំថ្កោលទោសថ្លែងការបដិសេធមិនព្រមទទួលអីឡាក់នឹងឡាក់អីចឹងអានេះចំពោះខ្ញុំថាការភ្នាល់នឹងមិនមែនជារឿងដែលថ្លៃធ្នូទេខ្ញុំក៏ទទួលស្គាល់ថាវាមិនមែនជារឿងទឹកដីរឿងប្រទេសប្រប៉ុណ្ណានៃមកយករឿងភ្នាល់គ្នាជាលបែងអបាយមុខអីអត់ទេប៉ុន្តែការភ្នាល់នៅទីនេះគឺសំដៅទៅលើភាពតល់ច្រកគឺបានន័យថាយើងតល់ច្រកនៅក្នុងន័យថាជាខ្មែរម្នាក់មិនដឹងថាធ្វើយ៉ាងម៉េចដើម្បីឲ្យរដ្ឋាភិបាលនេះព្រមធ្វើតាមដើម្បីបានដីមកវិញណាវាតែប៉ុណ្្នឹងឯងមិនមែនជាគំនិតក្បត់ជាតិដោយចង់ឲ្យថៃបានដីឯងគឺជាគំនិតស្រឡាញ់ជាតិពេកតែមិនដឹងថាធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលនេះទៅយកដីមកវិញបើសិនជាធ្វើតាមរបៀបដដែលនេះគឺច្បាស់ណាស់គឺមិនបានដីពីថៃទេហើយនៅតែប្រឹងធ្វើដដែលអានេះហើយដែលធ្វើឲ្យលោកអ៊ុំសំអានក៏ចេញសារបែបនេះហើយខ្ញុំម្ដងទៀតបងប្អូនអ្វីដែលខ្ញុំធ្វើព័ត៌មានគឺខ្ញុំមិនមែនជាមនុស្សរបស់គណៈបកប្រឆាំងឬក៏ធ្វើតាមគោលនយោបាយរបស់គណៈបកប្រឆាំងហើយមិនមែនបានន័យថាអ្វីដែលខ្ញុំធ្វើស្របតាមអ្វីដែលជាគោលគំនិតរបស់គណៈបកប្រឆាំងឬក៏គោលគំនិតរបស់គណៈបកប្រឆាំងធ្វើស្របនៅតាមអ្វីដែលខ្ញុំគិតដែរនោះទេមិនទេចំពោះរឿងជាច្រើនណាស់គឺមិនមែនតែគណៈបកប្រឆាំងឬគណៈបកណាទេគឺជាចំណុច logic ឬក៏ common sense ភាសាអង់គ្លេសហៅ common senseខ្មែរយើងថាសុភនិច្ឆ័យវិនិច្ឆ័យនេះគឺបានន័យថារឿងដែលអ្នកណាក៏មើលឃើញអញ្ចឹងមិនមែនបកប្រឆាំងមិនមែនបកកាន់អំណាចឬអីទេគឺជាក្មេងបៀមដៃក៏គេមើលឃើញអញ្ចឹងដែរឧទាហរណ៍ដូចរឿងដែលយើងដោះស្រាយរឿងវិបត្តិជាមួយថៃបើយើងមិនប្រើច្បាប់អន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិឬយុត្តិធម៌អន្តរជាតិតើធ្វើយ៉ាងម៉េចដើម្បីឲ្យថៃខ្ជាក់ដីមកយើងវិញអ្នកណាក៏មើលឃើញអញ្ចឹងដែរដូច្នេះមិនមែនជាគំនិតរបស់មួងណារ៉េតឬធ្វើតាមគំនិតគណៈបកប្រឆាំងឬគំនិតគណៈបកប្រឆាំងធ្វើតាមគំនិតខ្ញុំឬអត់ទេគំនិតអ្នកណាក៏មានអញ្ចឹងនៅស្រុកខ្មែរក៏មានអញ្ចឹងស្ទើរតែទាំងអស់គ្នាគ្រាន់តែបងប្អូនអត់ហ៊ាននិយាយខ្លាចគេចាប់ធ្វើទុកបុកម្នេញព្រោះវាផ្ទុយទៅនឹងអ្វីដែលជាគោលនយោបាយរបស់រដ្ឋាភិបាលដែលថាផ្ដាច់ញាមិនប្តឹងទៅតុលាការអន្តរជាតិតែនៅចរចាដើម្បីសង្ឃឹមថាគេនឹងខ្ជាក់ដីមកវិញណារឿងការចរចាមិនមែនអីខុសឆ្គងទេបងប្អូនខ្ញុំអត់ដែលទប់រដ្ឋាភិបាលមិនឲ្យចរចាជាមួយថៃទេព្រោះដីជាប់គ្នាយើងមិនអាចទៅនៅស្រុកយៈឯណាមិននិយាយគ្នាទេប្តីប្រពន្ធបើឆ្លោះគ្នាយ៉ាងណាក៏នៅតែយើងជាប្តីប្រពន្ធលើកលែងតែលែងលះគ្នាលែងរាប់រកគ្នាប៉ុន្តែបើទោះលែងលះគ្នាក៏នៅតែចែកទ្រព្យចែកសម្បត្តិមើលការខុសត្រូវកូនអ្នកណាទទួលខុសត្រូវវានៅតែមានភារកិច្ចក្នុងនាមជាអាណាព្យាបាលនឹងដដែលតាមកម្រិតណាមួយទៅតាមការព្រមព្រៀងគ្នាដដែលដូច្នេះវានៅជាប់សង្វាស់នឹងមិនអាចទៅណាបានឆ្ងាយទេអញ្ចឹងហើយបើតែយើងត្រូវចរចាក៏ចរចាចោះក៏ប៉ុន្តែកុំឲ្យចរចាតែក្នុងករណីដែលថៃមានប្រៀបជាងយើងអញ្ចឹងហើយបានជាថៃអត់គោរពច្បាប់យើងត្រូវគោរពច្បាប់ពេលដែលយើងគោរពច្បាប់គឺយើងប្រើច្បាប់អន្តរជាតិហើយមានតុលាការអន្តរជាតិយើងត្រូវប្រើយន្តការហ្នឹងបើប្រើយន្តការសុំភ្លើងយៈគឺវាអត់បានអីទេយើងដឹងហើយពាក្យខ្មែរសុំភ្លើងយៈហ្នឹងគឺបានន័យថាអត់សុំបានតែម្ដងព្រោះយៈវាមិនបានទេអាភ្លើងហ្នឹងយើងតាមមួយយៈមានអំណាចបើខ្លាចអីយើងទៅសុំទៅវាយូរវាអត់បានឬក៏ដូចព្រះបែកខ្នងអីហ្នឹងគឺបានន័យថាវាអត់ភាសាខ្មែរងាយយល់តែអញ្ចឹងប៉ុន្តែបើសិនជាយើងទៅរបៀបប្រើយន្តការបន្ថែមទៀតទៅសុំភ្លើងយៈក៏សុំប៉ុន្តែនៅក្នុងពេលហ្នឹងគឺរកធុងហ្គាសរកតែកេះហ្គាសរកអស់រកអីមកប្រកាត់ខ្លួនឯងថែមទៅក៏វាអាចនឹងបានចំអិនអាហាររបស់យើងដែរទៅពឹងអីយៈហ្នឹងហ៎គឺប្តឹងទៅតុលាការអន្តរជាតិលោកអ៊ុំសំអានសរសេរនៅក្នុងសារ Facebook របស់លោកដូចនេះហើយខ្ញុំគិតថាលោកអ៊ុំសំអានតស៊ូមតិច្រើន
ពីរឿងព្រំដែននឹងលោកខំប្រឹងដែរជាប់គុកជាប់ច្បាប់ក៏ដោយសារតែរឿងព្រំដែននេះគេចោទតែក្បត់ជាតិទៀតឥឡូវនេះគឺលោកសរសេរថានៅថ្ងៃទី23ខែមករាឆ្នាំ2026ខ្ញុំសំអានហ៊ានភ្នាល់ដាក់ជីវិតថាលោកហ៊ុនម៉ាណែតនឹងមិនអាចទាមទារទឹកដីខ្មែរចំនួន40ទីតាំងដែលទាហានថៃកំពុងគ្រប់គ្រងបានមកវិញនោះទេប្រសិនបើលោកហ៊ុនម៉ាណែតអាចទាមទារដីខ្មែរចំនួន40ទីតាំងនេះបានមកវិញមែនណាអាចយកជីវិតខ្ញុំបានឬខ្ញុំឈប់ធ្វើនយោបាយអស់មួយជីវិតតែម្ដងទៅខ្ញុំឈប់និយាយរឿងព្រំដែនអស់មួយជីវិតតែម្ដងថៃនឹងយកទឹកដីខ្មែរចំនួន40ទីតាំង 100% ឬក៏បើបកគលមកវិញគឺបកគលឲ្យខ្មែរវិញត្រឹម 5% ទៅ 20% យ៉ាងច្រើនប្រសិនបើលោកហ៊ុនម៉ាណែតយល់ព្រមបោះបង្គោលព្រំដែនទៅតាមព្រំដែនថ្មីដែលថៃកំពុងគ្រប់គ្រងនេះលោកសំអានបន្តទៀតថាអញ្ចេះមូលហេតុដែលលោកហ៊ុនម៉ាណែតមិនអាចយកទឹកដីខ្មែរចំនួន40ទីតាំងបានដោយសារតែលោកហ៊ុនម៉ាណែតនឹងចរចាទ្វេភាគីជាមួយថៃដោយមិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ម្យ៉ាងទៀតបើទោះបីលោកហ៊ុនម៉ាណែតចង់ច្បាំងយកទឹកដីខ្មែរចំនួន40ទីតាំងនោះមកវិញក៏មិនអាចដណ្ដើមយកទឹកដីខ្មែរចំនួនទាំងនេះមកវិញបានដែរដោយសារសភាវុធកម្ពុជាមិនទំនើបដូចថៃនោះទេលោកសំអានបន្តយ៉ាងដូចនេះទៀតថាហេតុដូច្នេះជំរើសមានតែមួយគត់គឺលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនលាលែងពីតំណែងដើម្បីបើកផ្លូវឲ្យមានមេដឹកនាំថ្មីដែលមានសមត្ថភាពអាចទាមទារទឹកដីខ្មែរចំនួន40ទីតាំងមកវិញដោយប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ព្រមទាំងប្រើមធ្យោបាយការទូតដើម្បីដាក់សម្ពាធទៅលើថៃសប្តាហ៍ថ្ងៃនេះគ្មានប្រទេសណាមួយនៅលើលោកជួយកម្ពុជានឹងថ្កោលទោសថៃនោះទេដោយសារតែត្រកូលហ៊ុនកាន់អំណាចផ្ដាច់ការសូម្បីតែមិត្តដៃថៃចិននិងមិត្តម៉ឺនឆ្នាំវៀតណាមក៏លំអៀងទៅរកថៃដែរជាចុងក្រោយលោកសំអានបន្តយ៉ាងដូចនេះថាប្រសិនបើលោកហ៊ុនម៉ាណែតមិនលាលែងពីតំណែងនោះទេនោះលោកហ៊ុនម៉ាណែតនឹងជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដោយស្ដេចជ័យជេដ្ឋាទី2ដែលធ្វើឲ្យបាត់ដីដែលមានឈ្មោះជាជននិងមានឈ្មោះជាជនក្បត់ជាតិបងប្អូនតាមពិតនេះគ្រាន់តែជាការដូចថាតឹងទ្រូងណែនអរ៉ាតែមិនដឹងថាធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលធ្វើបាន